សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដំណើរកំសាន្តរបស់ខ្ញុំមកកាន់ព្រះបរមរាជវាំងចតុមុខមង្គលហើយនេះគឺជាភាគចុងក្រោយហើយបើអ្នកទាំងអស់គ្នាចង់ដឹងពីរបៀបចូលមកទស្សនាក្នុងព្រះបរមរាជវាំងទាំងអស់គ្នាទៅមើលវីដេអូរបស់ខ្ញុំតាំងពីភាគទី1បានអូខេឥឡូវនេះខ្ញុំសូមបង្ហាញពីរោងស្ដេចដំរីសដែលពីដើមកន្លែងនេះជាកន្លែងសម្រាប់ចិញ្ចឹមសត្វដំរីដើម្បីត្រៀមទុកសម្រាប់ហែក្បួនពិធីផ្សេងៗហើយដំរីសគឺមានតែមួយគត់សម្រាប់ព្រះមហាក្សត្របន្ទាប់ពីសម័យសង្គ្រាមចប់ទៅគឺថាលែងមានដំរីទាំងអស់នឹងទៀតហើយបន្ទាប់មកទៀតនៅតាមផ្លូវចេញយើងនឹងបានឃើញកន្លែងលក់វត្ថុអនុស្សាវរីយ៍ស្អាតៗមែនទែនមានគ្រឿង accessory មានតាំងពីគ្រឿងសម្រាប់ពាក់និងសម្រាប់ដាក់តាំងមានខ្សែកខ្សែដៃចិញ្ចៀនកាបូបយួរខ្ជូតខ្ជូតរូបចម្លាក់តូចៗជាពិសេសមានផ្ទាំងគំនូរដែលគូរដោយវិចិត្រករខ្មែរយើងស្នាដៃនីមួយៗមើលទៅដូចមានប្រឡឹងនៅក្នុងនឹងអញ្ចឹងហើយនេះអ្នកទាំងអស់គ្នាគេកំពុងតែតថ្លៃកងដៃឲ្យកូននេះខ្ជូតមែនតើបើសិនជាអ្នកទាំងអស់គ្នាត្រូវការដាក់តាំងបន្ទប់ឬក៏ដេកកន្លែងផ្សេងអាចមកជាវពីទីនេះបានមានវត្ថុសិល្បៈច្រើនមែនតើមានកម្មាមានហូលស្អាតមែនតើអ្នកទាំងអស់គ្នាហើយនៅកន្លែងនេះមានការត្បាញហូលដែលជាទស្សនីយភាពមួយល្អមែនតើតែខ្ញុំឆ្ងល់បងស្រីអ្នកត្បាញហ្នឹងគាត់ចេះចុកចកែអត់ណោះបើសិនជាយើងធម្មតាវិញมันអាចអង្គុយបានច្រើនម៉ោងដូចគាត់អញ្ចឹងទេខ្ញុំពិតជាមានការកោតសរសើរចំពោះការងារគាត់មែនតើតែឥឡូវយើងមកធ្វើតាណាបន្តទៀតនេះគឺជាកន្លែងតាំងព្រះឆាយាល័ក្ខណ៍ដែលនិយាយពីព្រះសកម្មភាពរបស់ព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុក៏នេះខ្ជូរអ្នកទាំងអស់គ្នាដូចជាថតជាប់បានជួបគេនៅកន្លែងទស្សនាគំនូររឿងរាមកេរ្តិ៍នៅតាមជញ្ជាំងថែវព្រះវិហារព្រះកែវមរកតណាបើមិនជឿអ្នកទាំងអស់គ្នាអាចទៅទស្សនាមើលបានហើយរឿងមួយដែលយើងគួរតែធ្វើបន្ទាប់ពីចេញពីទស្សនាព្រះបរមរាជវាំងមកហ្នឹងគឺថាអ្នកទាំងអស់គ្នាកុំភ្លេចធ្វើការទិញការ៉េមញ៉ាំចាហ្នឹងហើយមិនថាមេឃក្តៅឬក៏មេឃភ្លៀងការ៉េមនៅមុខវាំងតែងតែឆ្ងាញ់ជានិច្ចញ៉ាំហើយសប្បាយចិត្តធានាថាអត់ស្ដាយលុយថ្ងៃនេះគឺជាថ្ងៃអាទិត្យមានបងប្អូនខ្មែរយើងច្រើនមែនតើដែលបានមកអង្គុយលេងសម្រាប់លំហែកាយជួបជុំជាលក្ខណៈគ្រួសារមានគេលក់អីញ៉ាំច្រើនគួរសមដែរមានគេដាក់កាទេលឲ្យអង្គុយលេង free ប៉ុន្តែយើងត្រូវ order អីញ៉ាំដូចជាប្រហិតបំពងពងទាកូនបុកល្ហុងអីហ្នឹងនៅមុខវាំងជាទីតាំងថត pre-graduate ដ៏ពេញនិយមសម្រាប់សិស្សនិស្សិតដែលទើបតែបញ្ចប់ការសិក្សាឃើញពួកគាត់ស្អាតមែនតើឯកសណ្ឋាននេះដូចជាសាលាវ៉ាន់ដែរខ្ញុំអត់ច្បាស់ដែរអ្នកដឹងជួយ comment ប្រាប់ផងឥឡូវពួកខ្ញុំត្រឡប់ទៅផ្ទះវិញហើយដំណើរកំសាន្តមួយនេះបានផ្ដល់នៅអនុស្សាវរីយ៍ល្អៗនិងភាពសប្បាយរីករាយខ្លាំងមែនតើវីដេអូរបស់ពួកយើងគឺ happy ending កុំភ្លេចតាមដានទស្សនាវីដេអូថ្មីទៀតតែបងអូនខ្ញុំអ្នកទាំងអស់គ្នាឲ្យគេដើរទៅផ្ទះវិញឲ្យគេដើរទៅកន្លែងផ្ញើម៉ូតូគេដើរបាត់ទៅណាទៅណីនោះឆ្កុយអានេះទៅផ្ទះវិញ